ស្ត្រីគឺជាធនធានមួយយ៉ាងសំខាន់ដែលជំរុញសេដ្ឋកិច្ចនៅកម្ពុជានៅក្នុងវិស័យឧស្សាហកម្មបែបទំនើបថ្នាក់ខ្លះដើរទៅមានតែ2នាក់ឬថ្នាក់ខ្លះបានមានតែម្នាក់តំបន់សេដ្ឋកិច្ចពិសេសនេះគឺគេអាចធ្វើនៅក្នុងទីក្រុងបានទេគេធ្វើនៅក្នុងខេត្តដាច់ស្រយាលណាមួយអញ្ចឹងសំណួរសួរថាចុះបើយើងជាស្ត្រីតើយើងទៅមានសុវត្ថិភាពអត់ investor មួយណាដែលគេមក invest នៅកម្ពុជាទាំងតែប្រទេសយើងទូចហើយកម្លាំងពលកម្មរបស់យើងនៅមានកម្រិតទៀតគាត់នៅតែទាមទារបរិះតើស្ត្រីដែលគាត់ចូលរួមនៅក្នុងវិស័យនឹងរដ្ឋាភិបាលដែលគាត់ជាយាមចំណាយទម្រង់គោលនយោបាយផ្សេងៗដើម្បីជំរុញស្ត្រីឲ្យចូលទៅនឹងទីនឹងតើ market trend គាត់នៅណាជាដំបូងខ្ញុំសូមជម្រាបសួរបងប្អូនហើយអរគុណដែលបានចូលរួមនៅថ្ងៃនេះស្ដាប់នៅកិច្ចបទបង្ហាញរបស់វាគ្មិនរបស់យើងទាំង5រូបរួមទាំងខ្ញុំអញ្ចឹង topic ខ្ញុំថ្ងៃនេះវារៀងប្លែកបន្តិចហើយខ្ញុំជឿជាក់ថាភាគច្រើនគាត់ដឹងថាឧស្សាហកម្មបែបទំនើបនឹងមិនម៉េចហេតុអីវាតាក់ទងជាមួយនឹង gender inclusive នៅក្នុងវិស័យមួយហ្នឹងហើយហេតុអីបាទខ្ញុំលើកយកមកនិយាយនៅក្នុងថ្ងៃនេះជាការពិតខ្ញុំបើកនៅក្នុងវិស័យមួយហ្នឹងហើយខ្ញុំឃើញរូបភាពច្រើនដែលស្ត្រីនៅក្នុងស្រុកខ្មែររបស់យើងគឺគាត់អត់ចូលចិត្ត involve នៅក្នុងឧស្សាហកម្មបែបហ្នឹងទេតើឧស្សាហកម្មបែបទំនើបនឹងឧស្សាហកម្មបែបមិនហើយវាមានរូបភាពបែបមិនសប្តាហ៍ថ្ងៃនេះកម្ពុជាប្រទេសកម្ពុជារបស់យើងរដ្ឋាភិបាលគាត់ព្យាយាមប្រើប្រាស់គ្រប់ទម្រង់គោលនយោបាយទៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួនដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាកុំឲ្យពឹងផ្អែកតែម្ខាងទៅលើឧស្សាហកម្មបែបវិយន្តភ័ណ្ឌឬក៏ហៅថាការកាត់ដេរហ្នឹងកាត់ដេរឧស្សាហកម្មធ្វើស្បែកជើងអីជាដើមអញ្ចឹងឧស្សាហកម្មបែបហ្នឹងគឺជាស្នូលដ៏សំខាន់មួយរបស់កម្ពុជាទៅហើយប៉ុន្តែបើយើងកលែងទៅមើលតើកម្ពុជារបស់យើងចង់នៅដល់កម្រិតណាពីឆ្នាំណាដល់ឆ្នាំណាតើយើងនៅតែចង់នៅក្នុងឧស្សាហកម្មបែបអញ្ចឹងបែបប្រពៃណីអញ្ចឹងទៀតឬក៏យើងចង់ប្រើប្រាស់ឧស្សាហកម្មបែបទំនើបហ្នឹងដើម្បីជំរុញសេដ្ឋកិច្ចយើងទៅដល់កម្រិតមួយដែលយើងចង់បានអញ្ចឹងគឺទាំងអស់ហ្នឹងគឺជារបៀបដែលរដ្ឋាភិបាលគាត់ព្យាយាមកំណែទម្រង់ទៅលើគោលនយោបាយផ្សេងៗដែលពាក់ព័ន្ធទៅនឹងការធ្វើឧស្សាហកម្មហ្នឹងដើម្បីជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាឈានពីឧស្សាហកម្មបែបនេះទៅឧស្សាហកម្មបែបនោះហ្នឹងជាប្រធានបទមួយដែលខ្ញុំនឹងបើកចាប់ដើមពិភាក្សាហេតុអីបានវាការផ្លាស់ប្ដូរសេដ្ឋកិច្ចឧស្សាហកម្មបែបទំនើបនៅកម្ពុជានិងការចូលរួមរបស់ស្ត្រីនៅក្នុងឧស្សាហកម្មបែបទំនើបហ្នឹងអញ្ចឹងខ្ញុំទាញត្រឡប់មកវិញថាហេតុអីបានខ្ញុំផ្សារភ្ជាប់រឿងពីរនឹងចូលគ្នាទី1គឺខ្ញុំនឹងផ្ដោតទៅលើកម្លាំងពលកម្មរបស់ស្ត្រីនៅក្នុងវិស័យឧស្សាហកម្មបែបទំនើបហ្នឹងតើពួកគាត់ចូលរួមបានកម្រិតណាសប្តាហ៍ថ្ងៃនេះតើអនាគតពួកគាត់នឹងចូលរួមបានកម្រិតណាជាការប៉ុណ្ណាមានគោលនយោបាយផ្សេងជាមួយនឹងដែលបង្កើតឡើងដោយស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលនេះគឺគាត់ជំរុញមែនតើតកតងជាមួយនឹងការជំរុញកម្លាំងពលកម្មរបស់ស្ត្រីកម្ពុជាឲ្យចូលរួមច្រើននៅក្នុងវិស័យនេះដែលជាវិស័យអត្ថភាពនៅក្នុងពេលបច្ចុប្បន្ននិងនាពេលអនាគតសប្តាហ៍ថ្ងៃនេះបើយើងមើលទៅលើទិន្នន័យរបស់រដ្ឋាភិបាលស្ត្រីគឺមានចំនួនច្រើនជាងបុរសមានន័យថាកំណើនរបស់ស្ត្រីគឺច្រើនជាងបុរសក៏ប៉ុន្តែបើកលែងមកមើលនៅក្នុងវិស័យពលកម្មមិនត្រឹមតែនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរស្បែកជើងអីហ្នឹងទេបើទោះបីជាពួកគាត់ជ្រើសរើសផ្នែកឧត្តមសិក្សាចូលរៀនសាកលវិទ្យាល័យក៏គាត់ជាយាមគេហៅថាវែកចេញពីមុខជំនាញដែលមានបច្ចេកវិទ្យាខ្ពស់ឬក៏ជំនាញដែលគេផ្ដោតទៅលើបច្ចេកទេសជាក់លាក់ណាមួយដូចជា engineering ឬក៏ជំនាញដែលគេត្រូវការនៅក្នុងវិស័យឧស្សាហកម្មបែបទំនើបតាមបទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំធ្លាប់ចុះទៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងស្រុកខ្មែរយើងគាត់តែខ្ញុំដើរហ្នឹងមិនមែនដើរទៅទស្សនកិច្ចអីទេគាត់ថាខ្ញុំចង់ដឹងថាតើក្នុងថ្នាក់រៀនហ្នឹងមួយថ្នាក់ហ្នឹងគឺមានចំនួនស្ត្រីប្រមាណអ្នកដែលគាត់រៀននៅក្នុងហ្នឹងអញ្ចឹងថ្នាក់ខ្លះដើរទៅមានតែ2នាក់ឬថ្នាក់ខ្លះបានមានតែម្នាក់ទេជាក់ស្ដែងដូចជាមិត្តភ័ក្ដិខ្ញុំអញ្ចឹងមិត្តភ័ក្ដិខ្ញុំមានមិត្តភ័ក្ដិ2នាក់ដែលរៀនខាងវិស្វករអញ្ចឹងនៅពេលដែលគាត់រៀនចប់ហើយគាត់គេហៅថាវាអត់មាន market oriented សម្រាប់ស្ត្រីទេអញ្ចឹងគាត់មានអារម្មណ៍ថានៅពេលដែលគាត់ចូលទៅធ្វើការនៅវិស័យមួយហ្នឹងគឺគាត់តែឯង
កលេចទៅគេទាំងអស់គ្នាសម្រាប់បរិះគាត់តែឯងអាហ្នឹងវាអាគេហៅថារំនាងមួយដែលរៀងពួកគាត់មិនឲ្យចូលទៅក្នុងរឿងហ្នឹងមិនមែនថាបរិះហ្នឹងគាត់បង្កើតជាបញ្ហាទេប៉ុន្តែវាជាអាគេហៅថាsmall catalyst ដែលជួយដែលមិនជំរុញឲ្យពួកគាត់ចូលទៅក្នុងរឿងហ្នឹងទាំងដែលពួកគាត់មានជំនាញអូខេហើយទី2ហ្នឹងគឺការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យបច្ចេកទេសគឺនៅមានកម្រិតបើយើងប្រៀបធៀបទៅនឹងប្រទេសជិតខាងគឺយើងនៅមានកម្រិតខ្លាំងព្រោះតែសារតែនៅក្នុងកម្មវិធីបរិញ្ញានៅក្នុងវិស័យបច្ចេកទេសហ្នឹងគឺគេមិនផ្ដោតសំខាន់ទៅលើការបង្រួបបង្រួមស្ត្រីឬក៏ជំរុញស្ត្រីឲ្យចូលរួមក្នុងវិស័យនេះទេអាហ្នឹងអាចនិយាយបានថាការផ្សព្វផ្សាយរបស់យើងគឺនៅមានកម្រិតដែលធ្វើឲ្យពួកគាត់ left out ហើយពួកគាត់អត់មានដឹងទេថាការដែលយើងជ្រើសរើសនៅក្នុងវិស័យមួយហ្នឹងនឹងមានអត្ថប្រយោជន៍ប៉ុណ្ណាក្នុងការរកការងារនាពេលបច្ចុប្បន្ននិងនាពេលអនាគតចុះយើងអាចសាកសម័យបានអត់ថាបើសិនជាករណីថារូបភាពនេះវានៅតែមាននៅក្នុងកម្រិតសប្តាហ៍ហ្នឹងហើយនឹងនៅពេលបច្ចុប្បន្នតើស្ត្រីនឹងជួបរឿងអ្វីនឹងបាត់បង់ឱកាសអ្វីខ្លះនៅក្នុងវិស័យការងារនៅក្នុងវិស័យការផ្លាស់ប្ដូរសេដ្ឋកិច្ចបែបឧស្សាហកម្មទំនើបនៅកម្ពុជាហ្នឹងអញ្ចឹងបើសិនជារូបភាពបែបនេះនឹងកើតឡើង5ឆ្នាំទៀតប៉ុន្តែយើងនឹងជួបអីខ្លះនៅក្នុងសង្គមកម្ពុជារបស់យើងជាការប៉ុណ្ណាសេដ្ឋកិច្ចសប្តាហ៍នេះគឺមានការផ្លាស់ប្ដូរល្អទៅហើយប៉ុន្តែបើយើងនិយាយពីការខ្វះខាតឬក៏ការកង្វះខាតនៃការចូលរបស់ស្ត្រីនៅក្នុងហ្នឹងវាអាចនាំមានបញ្ហាខ្លះព្រោះដោយសារសប្តាហ៍កម្លាំងពលកម្មស្ត្រីយើងគឺច្រើនជាងបរិសុទ្ធអញ្ចឹងបើសិនជាករណីមួយហ្នឹងវាអាចប៉ះពាល់ទៅដល់កង្វះខាតកម្លាំងពលកម្មដែលមានជំនាញអញ្ចឹងវានៅតែបន្តកើនឡើងឧទាហរណ៍ថាយើងកង្វះពលកម្មទៅហើយតើមាន investor មួយណាដែលគេនឹងមក invest នៅកម្ពុជាទាំងដែលប្រទេសយើងទូចហើយកម្លាំងពលកម្មរបស់យើងនៅមានកម្រិតទៀតអានឹងជាបញ្ហាមួយទី2កំណើនសេដ្ឋកិច្ចនិងផលិតភាពឧស្សាហកម្មអាចនឹងមានដំណើរការយឺតជាងប្រទេសជិតខាងព្រោះដោយសារតែប្រទេសជិតខាងប្រជាជនគេច្រើនហើយទាំងស្ត្រីនិងបុរសគឺមានគេហៅថា competitive នេះដើម្បីចូល involve នៅក្នុងរឿងហ្នឹងអញ្ចឹងចូលថាក្នុងនាមខ្ញុំជាអ្នកវិនិយោគិនតែខ្ញុំនឹងទៅប្រទេសណាដើម្បីងាយស្រួលក្នុងការរកកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ហើយវាគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការគេហៅថាបំរើឬក៏ជំរុញកសាងសេដ្ឋកិច្ចបែបឧស្សាហកម្មទំនើបហ្នឹងហើយបញ្ហាទី3ហ្នឹងគឺវិសមភាព gender គឺកាន់តែមានឡើងព្រោះជាធម្មតានៅពេលដែលនៅថ្ងៃអនាគតទៅបើសិនជាមានឧស្សាហកម្មបែបហ្នឹងច្រើនហើយស្ត្រីមិនព្រមចូលរួមនៅក្នុងវិស័យហ្នឹងទេតើនឹងមានរឿងអីកើតឡើងគាត់នៅតែ involve នៅក្នុងវិស័យដែលមានគេហៅថា low salary គឺក៏ហៅថា low intermediate skill ហ្នឹងchứវាអាចប៉ះពាល់ដល់ចំនួនរបស់គាត់ហើយនឹងគេហៅថា market trend នៅក្នុងប្រទេសរបស់យើងហើយចំណុចបន្ទាប់ទៀតគឺកម្ពុជានឹងអាចបាត់បង់ការប្រកួតប្រជែងនៅក្នុងតំបន់ in term of like labor skill ឬក៏គេហៅថាកម្លាំងពលកម្មដែលយើងមិនអាចគ្រប់គ្រាន់ទៅដល់វិនិយោគិនបានទេហើយសេដ្ឋកិច្ចរបស់យើងគឺអត់ទាន់បានប្រើប្រាស់នៅគេហៅថាធនធានមនុស្សគ្រប់គ្រាន់ដើម្បីយកទៅជំរុញសេដ្ឋកិច្ចដែលយើងកំពុងតែផ្លាស់ប្ដូរពីសេដ្ឋកិច្ចមួយទៅសេដ្ឋកិច្ចមួយទៀតហើយកម្លាំងពលកម្មមួយនឹងអត់អាចនៅថេរនៅក្នុងសេដ្ឋកិច្ចដែលយើងកំពុងតែធ្លាប់បានធ្វើនោះទេគឺវាត្រូវផ្លាស់ប្ដូរទៅតាមបរិបទដែលយើងផ្លាស់ប្ដូរទៅដែរអញ្ចឹងសម្រាប់គោលនយោបាយមួយនេះខ្ញុំធ្វើវាជា policy vision ហើយខ្ញុំអត់អាចដោះស្រាយបញ្ហាមួយបានទេអញ្ចឹងបានន័យថា policy vision របស់ខ្ញុំធ្វើការដោះស្រាយវាជាប្រព័ន្ធក៏ប៉ុន្តែថ្ងៃនេះ topic របស់យើងគឺផ្ដោតទៅលើស្ត្រីការចូលរួមរបស់ស្ត្រីការដោះស្រាយបញ្ហាផ្សេងៗដែលស្ត្រីជួបផ្ទះអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាខ្ញុំនឹងយកតែចំណុចគោលនយោបាយសំខាន់នៅក្នុង policy vision របស់ខ្ញុំដែលដោះស្រាយបញ្ហាមួយផ្សេងទៀតហើយមានការជំរុញស្ត្រីឲ្យចូលរួមច្រើននៅក្នុងវិស័យមួយហ្នឹងដំបូងឡើយហ្នឹងគឺការបង្កើតកម្មវិធីអាហារូបករណ៍និងកម្មវិធីណែនាំគេហៅថា mentorship ទៅដល់ស្ត្រីសម្រាប់គោលដៅរបស់គាត់នៅក្នុងវិស័យបច្ចេកទេសជាការពិតណាស់ស្ត្រីភាគច្រើនគឺគាត់អត់ដឹងថាវិស័យមួយហ្នឹងនៅក្នុងប្រទេសផ្សេងៗគឺជាវិស័យដែលមានអតិភិបខ្លាំងហើយគឺជាវិស័យដែលជំរុញសេដ្ឋកិច្ចខ្លាំងហើយក៏ជាវិស័យដែលងាយស្រួលរកការងារនៅពេលអនាគតផងដែរគេហៅថា market trend ហ្នឹងអញ្ចឹងកន្លែងហ្នឹងយើងអាចមើលឃើញថានៅពេលដែលគាត់ leave out ឬក៏ leave information ឬក៏អីហ្នឹងគឺធ្វើឲ្យគាត់មានអារម្មណ៍ថាវាជាវិស័យដែលអត់មានប្រយោជន៍សម្រាប់គាត់ទេទី
វិស័យទាំងអស់ហ្នឹងគឺសម្រាប់បុរសជាទូទៅអាហ្នឹងក្នុងកំណត់មួយដែលវាដោះក្រាស់ទៅហើយអញ្ចឹងខ្ញុំអត់ចង់កែតម្រង់អីច្រើននៅក្នុងគោលនយោបាយរដ្ឋាភិបាលឬក៏អីទេប៉ុន្តែយើងអាច insert អាតិចចូលហ្នឹងដើម្បីជំរុញពួកគាត់ឡើងវិញអញ្ចឹងបានន័យថាយើងដោះស្រាយបញ្ហាមួយហើយយើង insert អាមួយទៀតបន្តិចហ្នឹងដើម្បីចូលដោះស្រាយបញ្ហាមួយទៀតបានន័យថាយើងដោះស្រាយបញ្ហាសុខភាពយេនឌ័រនៅកម្ពុជារបស់យើងហើយកន្លែងនឹងដែរក៏ជាចំណុចសំខាន់ដែលគេហៅថាស្ត្រីគឺជាធនធានមួយយ៉ាងសំខាន់ដែលជំរុញសេដ្ឋកិច្ចនៅកម្ពុជានៅក្នុងវិស័យឧស្សាហកម្មបែបទំនើបអូខេហើយទី2ហ្នឹងដែរខ្ញុំសូមនិយាយតទី1បន្តិចខ្ញុំជឿថាការបង្កើតកម្មវិធីអាហារូបករណ៍ហ្នឹងវាមានជារឿយប៉ុន្តែបើសិនជានិយាយរឿងទូលំទូលាយតែម្ដងនៅក្នុង specific field ឬក៏វិស័យជាក់លាក់ណាមួយគឺវាអត់ទាន់មានទេហើយវាមានប៉ុន្តែវាអត់ទាន់ទូលំទូលាយដែលភាគច្រើនខ្ញុំជឿថាអ្នកទាំងអស់គ្នានៅនេះភាគច្រើនគឺអត់ដឹងទេថាយើងនឹងមានអាហ្នឹងហើយយើងនឹងមាន mentorship ដែលគោលដៅសម្រាប់ស្ត្រីក្នុងវិស័យបច្ចេកទេសនឹងអត់ហើយវា lead ដោយស្ថាប័នរដ្ឋមួយណាខ្ញុំជឿថាអ្នកទាំងអស់គ្នាភាគច្រើនគឺអត់ដឹងនៅនឹងទេចាអាហ្នឹងយើងមើលឃើញពីកម្រិតនៃការផ្សព្វផ្សាយនឹងដែរហើយអាចមើលឃើញពីកម្រិតនៃអាហារូបករណ៍នឹងដែរកន្លែងហ្នឹងយើងត្រូវការគេហៅថាpartnership ជាមួយនឹងស្ថាប័នអីផ្សេងដូចជារដ្ឋគាត់អាច partnership ជាមួយសាកលវិទ្យាល័យ private sector private company ដើម្បីបានអាហារូបករណ៍មួយនឹងមកជំរុញស្ត្រីឲ្យចូលរួមទី2តកតងជាមួយនឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងកំណែទម្រង់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈកន្លែងនេះស្ដាប់ទៅរៀងឆ្កងប៉ុន្តែត្រឡប់មកវិញខ្ញុំជឿជាក់ថារដ្ឋាភិបាលនឹងមានកំណែទម្រង់មួយនៅក្នុង TVET ដើម្បី building a skill ready នឹងសម្រាប់ Industry 4.0 អញ្ចឹងកន្លែងហ្នឹងខ្ញុំចង់ឲ្យរដ្ឋខ្ញុំសូមស្នើសុំបើសិនជាយើងអាចដាក់គេហៅថា gender inclusive approach ណាមួយនៅក្នុង policy មួយហ្នឹងដើម្បីឲ្យគាត់ចូលរួម involve គេហៅថាជំរុញទឹកចិត្តពួកគាត់ឲ្យចូលរួម involve នៅក្នុងនឹងដូចជាការផ្ដល់ជាអាហារូបករណ៍ឬក៏អីផ្សេងគោលនយោបាយណាមួយជាក់លាក់បង្កើតឡើងដើម្បីជំរុញពួកគាត់នៅក្នុងនឹងអញ្ចឹងទី1ទី2នឹងខុសគ្នាទី1គឺតាក់ទងជាមួយនឹងឧត្តមសិក្សាទី2គឺតាក់ទងជាមួយនឹងការរៀនបច្ចេកទេសជំនាញបច្ចេកទេសនៅក្នុង TVET អូខេអញ្ចឹងទី3គឺពង្រឹងការណែនាំពីអាជីពនិងព័ត៌មានទីផ្សារការងារសម្រាប់ស្ត្រីកន្លែងនេះបើសិនជាយើងអាចធ្វើជាប្រចាំឆ្នាំក៏បានដែរហើយខ្ញុំជឿថាការធ្វើកម្មវិធីបែបអញ្ចឹងវាអត់ទាន់មានភាពទូលំទូលាយទេនៅស្រុកខ្មែរបើសិនជាយើង compare ទៅនឹងប្រទេសជិតខាងនៅអាស៊ីរបស់យើងដូចជាវៀតណាមឬក៏ម៉ាឡេអីចឹងទៅអញ្ចឹងកន្លែងហ្នឹងក៏វាធ្វើឲ្យពួកគាត់អត់ទទួលបានគេហៅថាការយល់ដឹងពីកម្រៃឬក៏ market trend នៅក្នុងវិស័យមួយនឹងថាវានឹងមានឥទ្ធិពលនាពេលអនាគតឬអត់អញ្ចឹងវាអាចថាពួកគាត់អាចភាគច្រើនជ្រើសរើសsocial science ជាជាងជ្រើសរើសនៅវិស័យមួយនឹងពីព្រោះគាត់គិតថាវិស័យមួយនឹងទី1គឺសម្រាប់បុរសទៅហើយវាអត់មានភាពចាំបាច់សម្រាប់ស្ត្រីក្នុងការចូលរួមទេអាហ្នឹងវាធ្វើឲ្យពួកគាត់បាត់បង់ឱកាសក្នុងការចូលរួមកសាងសេដ្ឋកិច្ចរបស់កម្ពុជាដែរអញ្ចឹងចុងក្រោយនោះគឺការផ្ដល់ការលើកទឹកចិត្តអញ្ចឹងបាននិយាយរឿង incentive ទៅសម្រាប់ក្រុមហ៊ុនមួយខ្ញុំគិតថាក្រុមហ៊ុនដែលគាត់នៅក្នុងវិស័យអតិភិបនោះគឺគាត់ទទួលបាន incentive នឹងហើយអញ្ចឹងខ្ញុំយើងអាចសោកបន្តិចទៀតថាតើដើម្បីឲ្យយើងឲ្យ incentive គេហើយយើងបានមកប៉ុណ្ណេះហើយក្នុងវិស័យអភិវឌ្ឍបែបនេះទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលហើយតើជាអាចដែរទេដែលយើងអាចដាក់បញ្ចូលនៅកម្មវិធីអីមួយដែលជំរុញឲ្យពួកគាត់ក្រុមហ៊ុន private sector នឹងជំរុញស្ត្រីឲ្យចូលរួមនៅក្នុងវិស័យមួយហ្នឹងឬក៏បង្កើតជា training ឲ្យពួកគាត់អូខេ let's say training market trend ឬក៏ training តាក់ទងជាមួយនឹងជំនាញណាមួយឲ្យពួកគាត់ចូលរួមនៅក្នុងក្រុមហ៊ុនមួយហ្នឹងអញ្ចឹងអាហ្នឹងវាជារឿងវាថាជា small idea មួយទេដែលយើងមិនចាំបាច់ទៅកែប្រែគោលនយោបាយអីទេគាត់តែយើង insert បន្តិចចូលហើយយើងប្រើប្រាស់អានឹងខ្លាចជា policy មួយហ្នឹងដើម្បីដោះស្រាយបញ្ហាមួយផ្សេងទៀតសម្រាប់កម្ពុជាសង្គមកម្ពុជាជាពិសេសការជំរុញស្ត្រីឲ្យចូលរួមក្នុងការកសាងសេដ្ឋកិច្ចមួយហ្នឹងអូខេ so អាចបានថាក្រុមហ៊ុនខ្លះគាត់រើសនៅអា recruitment criteria របស់គាត់ហ្នឹងគឺគាត់អត់និយាយទេគាត់ថាយើងនឹងរើសនៅ position specific ណាមួយប៉ុន្តែជាក់ស្ដែងនៅពេលដែល
បែកខនារីទៅសម្ភាសគឺគាត់អាចមានគេហៅថាស្ទាក់ស្ទើរចិត្តក្នុងការ recruit គាត់អាហ្នឹងវាជាបញ្ហាមួយអាហ្នឹងគាត់ថាយើងជាគេហៅថា internal issue មួយដែលយើងពិបាកនឹង predict វា unpredictable ហើយខ្ញុំជឿថាស្ត្រីទាំងអស់នឹងមាន idea ហ្នឹងបើសិនជាគាត់រៀននៅផ្នែកហ្នឹងហើយគាត់ទៅសម្ភាសនៅក្រុមហ៊ុនហ្នឹងគាត់នឹងមាន idea ហ្នឹងមកមួយហើយមួយទៀតបើសិនជាក្រុមហ៊ុនហ្នឹង recruit គាត់ហើយឧទាហរណ៍ថាមកក្រុមហ៊ុនហ្នឹងមានប្រុសទាំងអស់ចឹងគាត់ទៅស្រីតែឯងតើនឹងគាត់នឹងមានអារម្មណ៍បែបម៉េចអាហ្នឹងគឺបើសិនជាយើងអាចប្រើប្រាស់ incentive ហ្នឹងជំរុញឲ្យក្រុមហ៊ុនបង្កើតជា policy ណាមួយដើម្បីធ្វើមិនជំរុញឲ្យស្ត្រីចូលរួមអាចារ្យនៅក្នុងហ្នឹងហើយធ្វើឲ្យគាត់មានអារម្មណ៍ថា comfortable នៅធ្វើការនៅហ្នឹងអាហ្នឹងវាជា internal policy របស់ក្រុមហ៊ុនមួយខ្ញុំជឿថាពួកគាត់នឹងមានតែក្រុមហ៊ុនខ្លះគឺគាត់អត់មានទេតែបើសិនជាព្រោះតែពួកគាត់ទទួលបាន incentive ហើយពីរដ្ឋាភិបាលអញ្ចឹងយើងអាចយកអានឹង incentive ហ្នឹងអាចជំរុញគាត់ថាតើអាចបញ្ចូលអានេះបានមួយទៀតឬអត់ដើម្បីដោះស្រាយរឿងហ្នឹងអូខេអញ្ចឹង last message តើធ្វើអញ្ចឹងហើយមានរឿងអីកើតឡើងទី1គឺវាបង្កើនកម្លាំងពលកម្មរបស់កម្ពុជានៅក្នុងវិស័យមួយហ្នឹងអាចថាជាកាតាលីករមួយដែលជំរុញសេដ្ឋកិច្ចកម្ពុជាហើយអាច attract investor មក invest យើងបានព្រោះយើងមានកម្លាំងពលកម្មគ្រប់គ្រាន់មិនអញ្ចឹងទី2ជំរុញផលិតភាពនិងនិវានុវត្តន៍បានន័យថានៅពេលដែលឧស្សាហកម្មមួយមានកម្លាំងពេញលេញហើយគេហៅថាមានកម្លាំងជំនាញច្បាស់លាស់មួយវាជំរុញផលិតផលឬផលិតភាពក្នុងការផលិតអីមួយនៅក្នុងវិស័យមួយហ្នឹងវាធ្វើឲ្យវិស័យមួយហ្នឹងកើនឡើងហើយវានឹងធ្វើឲ្យការនាំចេញរបស់យើងក៏កើនឡើងទ្វេទី3គឺការគ្រប់គ្រងការវិវត្តនិងកសាងឧស្សាហកម្មបែបទំនើបបានន័យថាយើងគឺមានកម្លាំងពលកម្មហើយយើងមានកម្លាំងពលកម្មដែលមានជំនាញទាំងបុរសនិងស្ត្រីចូលរួមច្រើននៅក្នុងហ្នឹងអញ្ចឹងក៏វាជួយជំរុញឲ្យឧស្សាហកម្មបែបហ្នឹងដើររលូនបានដែរទី4គឺការលើកកម្ពស់កំណើនសេដ្ឋកិច្ចបែបជា inclusive women inclusive នៅក្នុងប្រទេសកម្ពុជារបស់យើងនិងការកាត់បន្ថយសមភាព gender នៅសង្គមកម្ពុជាអាហ្នឹងគឺជារឿងដ៏ល្អមួយនៅពេលដែលប្រជាជនកម្ពុជាទាំងអស់ទាំងប្រុសទាំងស្រីគាត់ទទួលបានគេហៅថាគាត់តាមទាន់ market trend គាត់អាចចូល involve ក្នុងវិស័យណាមួយដែលគាត់មានជំនាញច្បាស់លាស់ជាងស្ទាក់ស្ទើរគាត់មានជំនាញហើយប៉ុន្តែគាត់មានឱកាសចូលរួមនៅក្នុងវិស័យមួយហ្នឹងទេអាហ្នឹងវាជាកង្វះខាតមួយដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាយើងដែរចុងក្រោយគឺការបង្កើនសមត្ថភាពប្រកបប្រជែងជាមួយនឹងប្រទេសនៅក្នុងតំបន់របស់យើងជាការប៉ុណ្ណាដែលបើយើងនិយាយជាមួយនឹងកម្លាំងពលកម្មដែលមានជំនាញខ្លាំងនៅក្នុងគេហៅថា high tech industry ហ្នឹងវា make sense នៅពេលដែលយើងដើរក្រោយគេព្រោះយើងមានកត្តាជាច្រើនដែលរារាំងសេដ្ឋកិច្ចរបស់យើងក្នុងដំណើរការពីមួយដំណាក់កាលទៅមួយដំណាក់កាលដូចជារឿងកើតឡើងរឿងថ្មីនេះអញ្ចឹងវាធ្វើឲ្យយើងអាចគេហៅថាបដូរអា focus ឬក៏ focal point នេះទៅគិតរឿងផ្សេងហើយ live out រឿងហ្នឹងមិនមែន live out ទេប៉ុន្តែវាជា prioritize sector មួយដែលយើងត្រូវគិតដែរឧទាហរណ៍ទៅរឿងអូខេរឿង world ដែលយើងមានចំនួនជាមួយនឹងខែសប្តាហ៍ថ្ងៃហ្នឹងអានេះជាបញ្ហាមួយដែរហើយ policy ដែលខ្ញុំដាក់មកនេះគឺជា policy ដែលវាទូយើងអាចដាក់បញ្ចូលទៅក្នុងកម្មវិធីរបស់រាជរដ្ឋាភិបាលបានដោយយើងអីដែលយើងត្រូវធ្វើនឹងគឺទី1គឺ partnership យើង strengthening governance របស់យើងហើយផ្ដោតសំខាន់ទៅលើជំនាញឬក៏ skill ណាមួយដែលយើងនឹង looking forward to do it បញ្ហាដែលបងឃើញសប្តាហ៍ថ្ងៃតកតងពីឧស្សាហកម្មបែបទំនើបហ្នឹងបញ្ហាបងជួយបញ្ជាក់ថាបញ្ហាអីគេច្បាស់ឧទាហរណ៍ថាដូចជា engineer ខាងអីគេអីខាងអីដែលខ្វះខាតនៅប្រទេសកម្ពុជាចឹងបងបើសិនជាយើង go specifically ទៅក្នុងថាឧស្សាហកម្មបែបទំនើបហ្នឹងគេត្រូវការអីគេខ្លះអាហ្នឹងយើងត្រូវមើលនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលសិនតែយើងចង់ attract investor ខាងណា electronic ការផ្គុំរថយន្តឬក៏អីហើយយើងនឹងចូលទៅ detail នៅក្នុងឧស្សាហកម្មហ្នឹងមួយទៀតថាតើការផ្គុំរថយន្តហ្នឹងយើងត្រូវការជំនាញអីខ្លះវិស្វករអ្នកដែលគាត់រៀន AI robotics ឬក៏អីអាហ្នឹងខ្ញុំអត់ដឹងច្បាស់ដែរប៉ុន្តែអីដែលខ្ញុំដាក់នេះគឺជា general ទៅលើវិស័យមួយហ្នឹងប៉ុន្តែនៅក្នុង policy vision របស់ខ្ញុំបានដាក់បញ្ចូលច្រើនដែរតើតូនជាមួយនឹងគោលនយោបាយសំខាន់ផ្សេងនៅក្នុងហ្នឹងដើម្បីដោះស្រាយរឿងមួយហើយបានដាក់មកចូលនៅក្នុង women inclusive នឹងដែរចឹងបានន័យថាគោលនយោបាយរបស់ខ្ញុំដោះស្រាយរឿងមួយហើយប៉ុន្តែខ្ញុំអត់ live a women inclusive នៅក្នុងសេដ្ឋកិច្ចមួយនឹងទេព្រោះថាយើង identify ថា women គឺជាធនធានសំខាន់មួយដែលជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យផ្លាស់ប្ដូរពីសេដ្ឋកិច្ចមួយ
ពីមួយកម្រិតទៅមួយកម្រិតទៀតបានអញ្ចឹងបើសិនជាអាចចាប់អារម្មណ៍អីអាចទៅអាន full article នៅក្នុងsmall big book of small idea បានខ្ញុំ suggestion បញ្ហាហ្នឹងខ្ញុំក៏ឃើញដែរបញ្ហាហ្នឹងទីមួយដូចបងបាននិយាយមុនហ្នឹងអញ្ចឹងគឺដូចថាពេលដែល recruit ហ្នឹងគឺខ្ញុំមកចកទៅលើគេដាក់ recruitment poster ហ្នឹងគឺច្រើនដាក់តែបុរសហេគឺច្រើនគេរើសដាក់បងច្បាស់ហ្មងថាបុរសអញ្ចឹងហើយមួយវិញទៀតខ្ញុំគិតថាបញ្ហាតកតងវិស័យហ្នឹងដែរគឺអាចថាដូចបងនិយាយដែរដូចថាពេលដែលយើង recruit job យើងដែលជាប់ហើយយើងទៅធ្វើការយើងមានតែម្នាក់ឯងព្រោះយើងមានអារម្មណ៍ថាអត់ល្អដែរហើយមួយវិញទៀតយើងក៏ខ្វល់អំពីសុខភាពរបស់យើងដែរដោយសារតែយើងម្នាក់ឯងនោះស្អីហើយមួយវិញទៀតខ្ញុំសង្កេតឃើញថាបច្ចុប្បន្នវិស័យហ្នឹងមានខ្លះដែរនៅកម្ពុជាកំពុងតែរីកចម្រើនបណ្ដាប៉ុន្តែសង្កេតឃើញថាបញ្ហាដែលចម្បងមួយសម្រាប់នារីគឺទីតាំងនៅឆ្ងាយពេកដូចជានៅស្វាយរៀងនៅខេត្តអីផ្សេងៗដែលខ្ញុំគិតថាអត់ដូចថាអត់សូវជំរុញទឹកចិត្តទៅលើនារីឲ្យគាត់ទៅនងអញ្ចឹងហ៎បងតែបងមានដូចថាដំណោះស្រាយរបៀបម៉េចវិញគួរតែដូចថាបណ្ដុះបណ្ដាលអ្នកនៅម្ដុំហ្នឹងឬមួយក៏របៀបម៉េចវិញដែរតកតងជាមួយនឹងរឿងហ្នឹងខ្ញុំមានគោលនយោបាយមួយនៅក្នុងគោលនយោបាយនេះផងដែរដែលពួកគាត់ IBD គេហៅថាsafe facility មិនថាក្រុមហ៊ុនរបស់គាត់ហ្នឹងគឺត្រូវតែមានគោលនយោបាយមួយដែលគេហៅថាធានាថាស្ត្រីដែលធ្វើការនៅក្នុងហ្នឹងគឺមានសុវត្ថិភាពបានន័យថាឧទាហរណ៍ថាគ្រឿងសាលារៀនមួយអញ្ចឹងអ្នកដែលគាត់នៅក្នុងប្រទេសផ្សេងអ្នកដែលគាត់តែទៅរៀននៅក្នុងវិស័យមួយហ្នឹងគឺគាត់ត្រូវចុះ star ឬក៏គាត់ត្រូវធ្វើគេហៅថារៀនគេហៅ training ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសអីផ្សេងអញ្ចឹងវាតំបន់សេដ្ឋកិច្ចពិសេសហ្នឹងគឺគេអត់អាចធ្វើនៅក្នុងគេហៅថាទីក្រុងបានទេគេធ្វើនៅក្នុងខេត្តដាច់ស្រយាលណាមួយអញ្ចឹងសំណួរសួរថាចុះបើយើងជាស្ត្រីតើយើងទៅមានសុវត្ថិភាពអត់អញ្ចឹងនៅក្នុង policy របស់ខ្ញុំក៏បាន insert រឿងនឹងចូលដែរថាក្រុមហ៊ុនទាំងអស់ហ្នឹងត្រូវតែមាន policy មួយដែលគេហៅថាធានាថាស្ត្រីដែលចូលទៅក្នុងហ្នឹងគឺទទួលបានសិទ្ធិពេញលេញក្នុងការimplement as skill របស់គាត់ទី1ទី2ការរស់នៅរបស់គាត់ safe facility របស់គាត់តើក្រុមហ៊ុននឹងមាន policy បែបម៉េចអាហ្នឹងគេហៅថាគេមាន internal policy មួយទៀតរបស់ក្រុមហ៊ុនមួយអញ្ចឹងខ្ញុំជំរុញទឹកចិត្តឲ្យដើម្បីជំរុញឲ្យស្ត្រីព្រោះនេះវាជាកត្តាចម្បងមួយដែរដែលទប់ស្កាត់ពួកគាត់មិនឲ្យចូលរួមនៅក្នុងវិស័យមួយហ្នឹងអញ្ចឹងនៅក្នុងដើម្បី facilitate រឿងហ្នឹងយើងគួរតែមាន policy មួយដែលធានាថាពួកគាត់មានគេហៅថា safety ដែលចូល involve នៅក្នុងវិស័យមួយហ្នឹងហើយទី2បើសិនជាគាត់ជាសិស្សយើងគួរតែមាន safety dormitory សម្រាប់ស្រីអាហ្នឹងគឺជា suggestion របស់ខ្ញុំគោលគំនិតរបស់ខ្ញុំដែលខ្ញុំគិតថាវាជាគំនិតល្អមួយដែលជំរុញឲ្យពួកគាត់ចូលរួមច្រើននៅក្នុងរឿងហ្នឹងចង់សួរថាអញ្ចឹងព្រោះដោយសារតែយើងចង់ focus ទៅលើយើងចង់ផ្ដោតទៅលើការផ្ដល់ឱកាសឲ្យស្ត្រីចូលរួមឲ្យបានច្រើនទៅលើផ្នែកឧស្សាហកម្មបែបទំនើបហើយដើម្បីដើម្បីតាក់ទាញអ្នកវិនិយោគិនពីបរទេសឲ្យច្រើនហើយអញ្ចឹងយើងត្រូវ feel compliant ផ្សេងតែបងគិតថាអញ្ចឹងពេលដែលយើង focus ថាយើងចង់តាក់ទាញវិនិយោគិនអញ្ចឹងគាត់មាន compliant ផ្សេងដែលយើងត្រូវដើរតាមទៅថាមាន inclusive បុគ្គលិកជាស្ត្រីទៅលើផ្នែកបច្ចេកទេសច្រើនតែបងគិតថាអាចនឹងអនាគតទៅណាយើងអាចថាគាត់ recruitment ចាប់ដើមរើសហ្នឹងគាត់មិនផ្ដោតទៅលើ meritocracy ទៅលើសមត្ថភាពរបស់បុគ្គលិកទេគាត់បែបទៅដោយសារតែចង់ឲ្យ fulfill ចង់ឲ្យបំពេញអា compliance ហ្នឹងគាត់ទៅជាជ្រើសរើសបុគ្គលិកដែលគាត់ភេទស្រីហ្នឹងដើម្បីបំពេញអា compliance ហ្នឹងណាសំណួរល្អកន្លែងហ្នឹងតាមពិតទៅនៅពេលដែលយើង recruit អីមួយគឺយើងអត់អាចមើលថាតែមួយជ្រុងបានទេ candidate មួយហ្នឹងគឺត្រូវថា complete គ្រប់ criteria របស់គេអញ្ចឹងវា competitiveness កន្លែងហ្នឹងហេតុអីបានខ្ញុំចង់ឲ្យក្រុមហ៊ុនគាត់អាចជំរុញស្ត្រីបានតាមរយៈរឿងហ្នឹងដោយអាចនិយាយថាអតិភិបចំពោះស្ត្រីនៅក្នុងរឿងហ្នឹងជាការប៉ុណ្ណាយើងមិនអាចទៅបង្ខំក្រុមហ៊ុនហ្នឹងឲ្យអូខេអ្នកឯងអត់ត្រូវស្ត្រីនៅក្នុងផ្នែកនេះប៉ុណ្នេះក្នុងផ្នែកនោះប៉ុណ្ណឹងបានទេអញ្ចឹង content ឬក៏គេហៅថា purpose របស់ក្រុមហ៊ុនមួយគឺគេមានអស់ហើយនៅក្នុង management criteria របស់ពួកគាត់ឬក៏អីផ្សេងហ្នឹងអញ្ចឹងកន្លែងហ្នឹងយើង encourage គាត់មិនមែន force ពួកគាត់ទេនៅពេលដែលយើង force ពួកគាត់ទៅយើងអាចបាត់បង់ពួកគាត់វិញព្រោះដោយសារយើងមាន criteria មួយបើនិយាយទៅបើសិនជា
គេត្រូវការគេហៅថាfull skill workforce yes full skill workforce ដើម្បីបំពេញការងារឲ្យពួកគាត់មកគឺ make profits យើងត្រូវតែទៅរាប់កន្លែងហ្នឹងយើងបានផលប្រយោជន៍ពីគាត់បានផលប្រយោជន៍ពីយើងហើយចូលបើសិនជាករណីថាការរើសបុគ្គលិកដូចបងគាត់និយាយអញ្ចឹងគាត់នៅតែទីទៀមទាបរោះប៉ុន្តែតើស្ត្រីដែលគាត់ចូលរួមនៅក្នុងវិស័យហ្នឹងចុះរដ្ឋាភិបាលដែលគាត់ព្យាយាមកំណែតម្រង់គោលនយោបាយផ្សេងៗដើម្បីជំរុញស្ត្រីឲ្យចូលទៅនឹងរឿងហ្នឹងតើ market trend គាត់នៅណាគាត់នឹងបាត់បង់ឱកាសមួយហ្នឹងហើយនឹងធ្វើឲ្យស្ត្រីផ្សេងៗទៀតបាត់បង់ motivation ក្នុងការរកការងារអញ្ចឹងកន្លែងហ្នឹង building asset facility របស់ក្រុមហ៊ុនឬក៏ policy ណាមួយដែលធ្វើឡើងដើម្បីទប់ស្កាត់ជាមួយនឹង anti harassment ហ្នឹងគឺសំខាន់វាអាចវាគ្រាន់តែជារឿងធម្មតាមួយតែប៉ុន្តែយើងក្នុងនាមយើងជា candidate យើងលឺថាក្រុមហ៊ុនហ្នឹងអញ្ចឹងហើយយើងមានអារម្មណ៍យើងមានអារម្មណ៍ថាអូខេក្រុមហ៊ុននេះអាចថាគេហៅថាផ្ដល់អតិភិបសម្រាប់ស្ត្រីដែរអញ្ចឹងខ្ញុំទៅធ្វើការនៅនឹងខ្ញុំ feel safe ខ្ញុំ feel comfortable អញ្ចឹងទៅប៉ុន្តែបើសិនជាយើងនិយាយថាយើងទៅកំណត់ឲ្យពួកគាត់ថាអូខេមួយឆ្នាំហ្នឹងអ្នកឯងត្រូវតែរើស candidate ស្រីប៉ុណ្ណេះតើយើងក្នុងនាមយើងជារដ្ឋាភិបាលហ្នឹងយើងអាច ensure អត់ថា candidate ដែលគាត់រើសហ្នឹងវាត្រូវវាថាមាន full skill ដែលគាត់ត្រូវការនឹងអត់អញ្ចឹងកន្លែងហ្នឹងយើងអាច force បានទេប៉ុន្តែយើង encourage គាត់ក្នុងការ recruitment ហ្នឹងឧទាហរណ៍ថាដូចជាស្ថាប័នអង្គការក្រៅរដ្ឋាភិបាលផ្សេងគឺគាត់តែងតែមានអាពាក្យចុងក្រោយថាផ្ដល់អត្ថប្រយោជន៍សម្រាប់ស្ត្រីមិនមែនថាគាត់ជាស្ត្រីហើយគាត់ផាសចូលបានទេគឺមានគេហៅថា interview step គេមាន criteria គេផ្សេងទៀតដែលធ្វើឲ្យយើង competitive នេះមួយគេដែរប៉ុន្តែគេធ្វើបែបហ្នឹងដើម្បីអីគេដើម្បី encourage women to apply for that job yes that's the point I hope I answer your question okay ខ្ញុំមានសំណួរមួយតាក់ទងនឹងគ្រឿងពាក្យថាលើកទឹកចិត្តហើយនឹងយើងនិយាយថា incentivize ណាចា៎តែ incentivize បើយើងបកចំលើកទឹកចិត្តតែត្រូវមានរង្វាន់អីមួយទៀតដែរលើកទឹកចិត្តដោយប្រើរង្វាន់សម្រាប់ក្រុមហ៊ុនឯកជនបើគាត់ចង់ជួលបុគ្គលិកជានារីច្រើនក្នុងការចូលរួមក្នុងវិស័យឧស្សាហកម្មកម្រិតខ្ពស់អញ្ចឹងតែសម្រាប់វាគ្មិនគាត់យល់ឃើញថាតើគ្រឿងលើកទឹកចិត្តពីរដ្ឋាភិបាលសម្រាប់ក្រុមហ៊ុនឯកជនដែលគាត់ធ្វើការវិនិយោគលើវិស័យហ្នឹងមានគ្រឿងលើកទឹកចិត្តអីខ្លះដែលជួយ incentivize ដែលយើងនិយាយថា incentivize គាត់ហ្នឹងតែថាបើសិនជាគាត់យកបុគ្គលិកស្ត្រីច្រើនជាង 50% នៃកម្លាំងពលកម្មគាត់សរុបហ្នឹងតែគាត់ទទួលបានអីឬក៏យ៉ាងម៉េចដែរជាសំណើរបស់យើងបាទបើសិនជាយើងកន្លែងចូលទៅមើលគោលច្បាប់វិនិយោគក្នុងឆ្នាំ2021ហ្នឹងវិស័យទាំងអស់ហ្នឹងវាចូលទៅក្នុងវិស័យអតិភិបដែលទទួលបាន incentive រួចទៅហើយចឹងនៅក្នុង incentive ហ្នឹងវាមានច្រើនមែនតើដូចជាការreduce tax ឬក៏ការនាំចូលអីចឹងទៅគឺគាត់បានវាថាចំណាយពន្ធតិចជាងមុនឬក៏ពេលខ្លះគឺ zero tax អីចឹងទៅ zero tax charge អីចឹងទៅចឹងត្រង់កន្លែងហ្នឹងបើបកមកវិញឯគ្រឿងយើងវិញតែយើងក្នុងតើអាចដែរទេដែលយើងអាចបញ្ចូលអា policy តិចហ្នឹងចូលទៅក្នុងរឿងហ្នឹងដើម្បីជំរុញឲ្យពួកគាត់គេហៅថា practice gender inclusive នៅក្នុងរឿងហ្នឹងចាំមិនថាយើងប្រើអា incentive ដែលឲ្យគាត់ហើយហ្នឹងចូលទៅក្នុងរឿងហ្នឹងហើយប៉ុន្តែមួយទៀតខ្ញុំចង់សង្កត់ថាបើសិនជាពួកគាត់រើសចាប់ពីកម្រិតនេះទៅដល់កម្រិតនេះថាអូខេក្រុមហ៊ុនរបស់ខ្ញុំឆ្នាំនេះគឺមានគេហៅថាបុគ្គលិកជាស្ត្រីកម្រិតប៉ុណ្នេះហើយតើរដ្ឋាភិបាលនឹងមានអីទៀតកន្លែងហ្នឹងខ្ញុំអាចថាក្រសួងស្ថាប័នពាក់ព័ន្ធគួរតែផ្ដល់ជា award ឬក៏ជាគេហៅថា ceremony award សម្រាប់ក្រុមហ៊ុនណាដែលគាត់ reach the goal ព្រោះដោយសារមានគោលនយោបាយមួយរបស់ក្រសួងស្ថាប័នមួយដែលគាត់ធ្វើឡើងដើម្បីជំរុញរឿងហ្នឹងហើយជំរុញស្ត្រីឲ្យចូលរួមកាន់តែច្រើនលើសពី 40% អញ្ចឹងខ្ញុំគិតថាវាអត់ខាត់បងអីច្រើនទេបើគ្រាន់តែយើងឲ្យជា awarding បន្តិចបន្តួចទៅលើនឹងទៀតប៉ុន្តែយើងក៏ប្រើអា incentive ដែលយើងឲ្យគាត់ហើយហ្នឹងដើម្បីជំរុញគាត់ផងដែរខ្ញុំសូមបន្ថែមតិចបងគិតមិនដែរបើសិនជាឧទាហរណ៍ថាទៅលើមុខវិជ្ជាសិក្សានៅពេលដែលគាត់ប្រឡងចូលរៀនហ្នឹងទៅលើ social science អាចនឹងរដ្ឋាភិបាលមានចំណាត់វិធានការទៅលើការ limit ទៅលើ page ថាប្រឡងចូលរាល់ឆ្នាំគេយកចំនួនប៉ុណ្នេះអាចនឹង limit ទៅលើថា page នារីប៉ុណ្ណា page បុរសប៉ុណ្ណាអញ្ចឹងដើម្បីអាចឲ្យពួកគាត់បដូរទៅជាទៅខាងផ្សេងទៀត
សម្រាប់ខ្ញុំអត់គិតថារដ្ឋាភិបាលមិនគួរធ្វើអញ្ចឹងទេជាជាងគុំខ្ញុំអត់ជំរុញឲ្យមានគេហៅថា forceful ទៅលើការជាជាងការលើកទឹកចិត្តទេអញ្ចឹង policy របស់ខ្ញុំកន្លែងនេះគឺខ្ញុំអត់ធ្វើឲ្យវាធំដុំមើលទៅរៀងពិបាកក្នុងការដោះស្រាយបញ្ហាទេជាយាមធ្វើ policy បែប feasibility ដែលធ្វើឲ្យយើងធ្វើទៅហើយវាមានប្រសិទ្ធភាពហើយវាមិនប៉ះពាល់អីដែលមានស្រាប់យើងមិនមែនថាឧទាហរណ៍ថាយើងបង្កើត policy មួយដើម្បីដោះស្រាយរឿងមួយប៉ុន្តែ at the same time ក៏យើងឆែកដែរថា policy របស់យើងដែលយើងបង្កើតហ្នឹងយើងបង្កើតហើយវាប៉ះពាល់រឿងមួយទៀតអត់ចឹងបានន័យថាwhat's the point ដែលយើងបង្កើត policy ដើម្បីដោះស្រាយរឿងមួយប៉ុន្តែបង្កើតបញ្ហាមួយទៀតអានឹងវារឿងនេះដែរយើងត្រូវការវិភាគរឿងជ្រៅដែរមិនមែនជាសំណួរទេគ្រាន់តែចង់ឲ្យagreeជាមួយ speaker ថាហ្នឹងហើយខ្ញុំគិតដូច speaker ហ្នឹងថាយើងអត់គួរធ្វើអញ្ចឹងព្រោះបើសិនជាយើងចូលលក្ខណៈកំណត់ quota ស្រីបានផុសមកនៅក្នុង social science ក៏ដោយនៅក្នុង science ក៏ដោយសង្គមនិងវិទ្យាសាស្ត្រពិតវាអាចคล้ายទៅជាការបង្ខំវិញអញ្ចឹងជាងការកំណត់ quota សម្រាប់ប្រឡងទី12រឿងសង្គមនិងវិទ្យាសាស្ត្រពិតខ្ញុំអាចរកចំណុចមួយទៀតថាបើសិនជាយើងពិតជាចង់ជំរុញឲ្យក្មេងស្រីចូលក្នុងវិស័យឧស្សាហកម្មទំនើបពិតមែនមានផ្លូវពីរជំរុញពួកគាត់នៅពេលដែលគាត់រៀនឧត្តមសិក្សាមិនប្រកាសថាអ្នកទាំងអស់គ្នាដែលប្រឡងសង្គមគាត់ទៅរៀនសង្គមហើយអ្នកទាំងអស់គ្នាដែលប្រឡងវិទ្យាសាស្ត្រគាត់ចូលឧត្តមសិក្សាគាត់ទៅវិទ្យាសាស្ត្រឯងចឹងនៅពេលដែលផុចថ្នាក់ទី12ហ្នឹងវាគួរតែមានជាការជំរុញលើកទឹកចិត្តឲ្យពួកគាត់រៀនឧត្តមសិក្សាច្រើនជាងអាហ្នឹងមួយឬមួយក៏មួយទៀត start early ចាប់ផ្ដើមពីដើមមកពីបឋមសិក្សាពីអនុវិទ្យាល័យគាត់គួរតែមានគំរូស្ត្រីផ្សេងទៀតដែលរៀននៅក្នុងឧស្សាហកម្មឧស្សាហកម្មទំនើបស្ត្រីនៅក្នុងវិស័យ digital ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យាស្ត្រីក្នុងវិស័យ STEM ដែលគាត់អាចមើលឃើញ picture ហ្នឹងហើយគាត់ជំរុញឲ្យពួកគាត់ចង់ទៅតាមផ្លូវហ្នឹងពីដើមមកវិញអញ្ចឹងជារួមយើងអត់គួរកំណត់ quota ថាសង្គមត្រូវប៉ុន្មានវិទ្យាសាស្ត្រត្រូវប៉ុន្មានទេតែយើងលើកទឹកចិត្តគាត់ពីដើមឬមួយក៏លើកទឹកចិត្តគាត់ពេលដែលគាត់ចូលដល់មកសិក្សាឬចូលធ្វើការដូច speaker យើងបាននិយាយមុននឹងបងចាបងប៉ុន្តែខ្ញុំសូមបញ្ជាក់បងបន្តិចដោយសារតែអាចនឹងដូចថាខ្ញុំនិយាយនឹងរៀងអត់ទៅច្បាស់ខ្ញុំចង់សង្កត់ធ្ងន់ទៅលើថាមុខវិជ្ជាពេលដែលចូលសាកលវិទ្យាល័យបងព្រោះឧទាហរណ៍ថានៅក្នុងសាកលវិទ្យាល័យពេលដែលគាត់ប្រឡងចូលឆ្នាំទី1ទៅលើមុខវិជ្ជាអីមួយនៅក្នុងសាលាអីមួយអញ្ចឹងគេមានកំណត់ឲ្យថារើសចំនួនប៉ុន្មានសិស្សប៉ុន្មានអ្នកអញ្ចឹងខ្ញុំគិតថាអាចនឹងពេលហ្នឹងយើងកំណត់បានអត់ពេលដែលចូលអូខេខ្ញុំយក question ដែលបងអូនចង់លើកឡើងអាហ្នឹងវាអាស្រ័យទៅលើសាលាទេដូចជាសាលាភូមិន្ទរាល់ថ្ងៃហ្នឹងហេតុអីបានគេកំណត់ទី1អត់មានថ្នាក់ឲ្យសិស្សរៀនព្រោះចូលច្រើនមែនតើនៅពេលដែលយើងចូលច្រើនយើងអត់អាចដាក់មួយថ្នាក់ហ្នឹង50នាក់60នាក់បានទេអញ្ចឹងយើងត្រូវកំណត់កន្លែងហ្នឹងគឺពឹងលើអាស្រ័យគេហៅថាលាក់គីបើយើងទៅតនចុះឈ្មោះអានេះសំណាងយើងទៅហើយតែបើអត់តនទេបេក្ខជនខ្លះគាត់ទៅធ្វើការសិនព្រោះដោយសារគាត់ចង់រៀនមុខវិជ្ជានឹងខ្លាំងមែនតើអញ្ចឹងគាត់ចាំឆ្នាំក្រោយអាហ្នឹងរឿងផ្សេងទៀតអាហ្នឹងគឺតាក់ទងជាមួយនឹងបញ្ហាខាងសាលាទេវាអត់មានពាក់ព័ន្ធជាមួយនឹងថាយើង forceful អីចឹងណាហ្នឹងហើយព្រោះជាធម្មតាដូចនៅសាលា rule អីចឹងទៅបងអូនខ្ញុំគាត់ទៅចុះឈ្មោះចាប់ពីគាត់ងើបពីម៉ោង3ដើម្បីទៅចុះឈ្មោះហ្នឹងនៅតែទៅអត់តន់ទៀតអាហ្នឹងរឿងសាលាគាត់ផ្សេងតែអាហ្នឹងដោយសារតែ internal issue អីមិនគេប្រែភេទអីមិនដើម្បីសម្រាប់សម្រួលសិស្សអីមិនខ្ញុំអត់ដឹងដែរអញ្ចឹងណាតែអាហ្នឹងបើសិនជារឿង forceful របស់ government no ប៉ុន្តែរឿងផ្សេងរឿងសាលាផ្សេងទៀត